ជំរាបសួរនាងខ្ញុំឡៃដាណេថ្ងៃនេះចង់ចែករំលែកជាមួយនឹងបងប្អូនអំពីផលប៉ះពាល់នៃការប្រើប្រាស់ព័ត៌មានមិនពិតថ្មីនេះយើងបានជួបនិយាយជាមួយនឹងអតិថិជនម្នាក់ដែលបានផ្ដល់នូវព័ត៌មានមិនពិតទៅកាន់ក្រសួងអន្តោប្រវេសន៍កន្លងមកគាត់បានព្យាយាមប្រើប្រាស់ព័ត៌មានមិនពិតជាច្រើនដើម្បីស្នើសុំទិដ្ឋាការនានាហើយនៅពេលដែលគាត់បានឆ្លងកាត់ដំណាក់កាលនីមួយៗគាត់ក៏សន្មតថាវាមានសុវត្ថិភាពប៉ុន្តែគាត់មិនបានដឹងអំពីផលប៉ះពាល់ដ៏អាក្រក់ចំពោះជីវិតរបស់គាត់នាពេលអនាគតនោះទេមកដល់ពេលនេះវាមានរយៈពេល11ឆ្នាំហើយដែលគាត់បានរស់នៅលើទឹកដីអូស្ត្រាលីប៉ុន្តែគាត់កំពុងជួបនូវឧបសគ្គធំមួយដោយសារក្រសួងអន្តោប្រវេសន៍ស្នើសុំឲ្យគាត់ពន្យល់បន្ថែមលើព័ត៌មានមួយចំនួនដែលនេះជាការលំបាកណាស់សម្រាប់អ្នកដែលប្រើប្រាស់ព័ត៌មានមិនពិតភ្នាក់ងារអន្តោប្រវេសន៍ដូចជាពួកយើងមិនអាចជួយអ្នកឲ្យបន្តការប្រើប្រាស់ព័ត៌មានមិនពិតនោះទេនៅពេលដែលក្រសួងអន្តោប្រវេសន៍រកឃើញថាអ្នកកុហកឬក៏ប្រើប្រាស់ព័ត៌មានមិនពិតអ្នកអាចទទួលពិន័យផ្សេងឬអាចត្រូវគេបញ្ជូនចេញពីប្រទេសអូស្ត្រាលីទៀតផងបើទោះបីជាអ្នកមានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ដែលខ្មែរយើងតែនិយាយពាក្យថាបាន PR នោះលើពីនេះទៅទៀតបើទោះបីជាគេផ្ដល់ទិដ្ឋាការឬសញ្ជាតិឲ្យអ្នកច្រើនឆ្នាំមកហើយក៏ដោយក៏អាចប្រឈមមុខនឹងត្រូវបានគេលុបចោលហើយអ្នកអាចនឹងត្រូវបានគេហាមឃាត់និងមិនឲ្យចូលក្នុងប្រទេសអូស្ត្រាលីជារៀងរហូតទៀតផងមានអតិថិជនជាច្រើនបង្កើតកំហុសលើសំណុំរឿងរបស់ពួកគេពីព្រោះតែពួកគេមិនបានទទួលការប្រឹក្សានិងការណែនាំឲ្យបានត្រឹមត្រូវហើយនេះគឺជាចំណុចដែលអ្នកទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់នៅពេលដែលធ្វើការលើសំណុំរឿងរបស់ខ្លួនអតិថិជនគ្រប់រូបមានសិទ្ធិសួរនាំនិងស្នើសុំយោបល់ពីភ្នាក់ងារអន្តោប្រវេសន៍របស់ខ្លួន Oswai Migration and Education តែងតែពន្យល់ណែនាំអតិថិជនរបស់យើងដោយយកចិត្តទុកដាក់ដើម្បីឲ្យពួកគេទទួលបានព័ត៌មានត្រឹមត្រូវនិងរៀបចំឯកសារឲ្យបានគ្រប់ជ្រុងជ្រោយហើយជាពិសេសនោះគឺដើម្បីជៀសវាងនៅការបង្កើតកំហុសឆ្គងទាំងឡាយដើម្បីឲ្យសំណុំរឿងរបស់អ្នកទទួលជោគជ័យនិងប្រើប្រាស់ពេលវេលាមានប្រសិទ្ធភាពអ្នកពិតជាត្រូវការភ្នាក់ងារអន្តោប្រវេសន៍ដែលមានវិជ្ជាជីវៈត្រឹមត្រូវហើយអ្នកខ្លួនឯងត្រូវតែសហការឲ្យបានស្អិតរមួតជាមួយនឹងភ្នាក់ងារនោះដើម្បីឲ្យសំណុំរឿងរបស់អ្នកមានទម្ងន់ចំណុចសំខាន់មួយទៀតត្រូវចងចាំថាភ្នាក់ងារអន្តោប្រវេសន៍មិនមែនជាកន្លែងបង្កើតឯកសារឲ្យអ្នកទេវាជាកន្លែងប្រមូលផ្ដុំឯកសាររបស់អ្នកហើយដាក់ពួកវានៅក្នុងទម្រង់ត្រឹមត្រូវតាមតម្រូវការរបស់ក្រសួងអន្តោប្រវេសន៍យើងដឹងហើយថាច្បាប់អន្តោប្រវេសន៍របស់អូស្ត្រាលីមានការផ្លាស់ប្ដូរច្រើនណាស់ពីមួយឆ្នាំទៅមួយឆ្នាំប្រសិនបើអ្នកមិនធ្វើការជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍ទេអ្នកអាចនឹងបង្កើតកំហុសបានយ៉ាងងាយចុះបើអ្នកបង្កើតកំហុសទៅហើយតើអ្នកគួរធ្វើយ៉ាងណាបើដឹងថាខ្លួនឯងបង្កើតកំហុសឬប្រើប្រាស់ព័ត៌មានមិនពិតសូមគម្រោងចាំរហូតដល់បញ្ហាវារីកធំអាចតាក់ទងមកកាន់ Oswai Migration and Education ដើម្បីទទួលការប្រឹក្សាឲ្យបានច្បាស់លាស់លើសំណុំរឿងរបស់អ្នកដូច្នេះអ្នកអាចដោះស្រាយបញ្ហាបានទាន់ពេលវេលាសូមតាក់ទងមកពួកយើងតាមព័ត៌មាននៅលើអេក្រង់នេះជាចុងក្រោយនេះនាងខ្ញុំសូមផ្ដាំទៅអ្នកទាំងអស់គ្នាថាអ្នកមិនអាចគេចផុតពីកែវភ្នែករបស់ក្រសួងអន្តោប្រវេសន៍ទេប្រសិនបើអ្នកប្រើប្រាស់ព័ត៌មានមិនពិតបើទោះបីជាអ្នកទទួលបានសិទ្ធិរស់នៅឬក៏សញ្ជាតិដោយប្រើប្រាស់ព័ត៌មានមិនពិតអនាគតរបស់អ្នកប្រកាសជាជួបបញ្ហាហើយបញ្ហាភាគច្រើនគឺជាបញ្ហាធំដែលពិបាកដោះស្រាយ Oswai Migration and Education នៅទីនេះហើយរីករាយនឹងធ្វើជាជំនួយរបស់បងប្អូនសូមអរគុណសូមជម្រាបលា